គំនិតអវិជ្ជមានទាំង6ដែលជាឫសគល់នាំឲ្យកើតជំងឺថប់អារម្មណ៍និងធ្លាក់ទឹកចិត្តទី1ការគិតបែបសខ្មៅគឺគ្មានពណ៌ប្រផេះឧទាហរណ៍បើមិនជោគជ័យគឺបរាជ័យទី2គិតថាអ្វីៗនឹងអាក្រក់ខ្លាំងឧទាហរណ៍បេះដូងខ្ញុំដើរញាប់ខ្ញុំចុកទ្រូងខ្ញុំអាចនឹងស្លាប់បានទី3ដឹងអ្វីដែលអ្នកដទៃគិតថាអ្នកដទៃគិតអវិជ្ជមានចំពោះខ្លួនពួកគេគិតថាខ្ញុំមិនល្អខ្ញុំល្ងង់ជាដើមទី4ការយកបទពិសោធន៍ម្ដងឬក៏ហេតុការណ៍ម្ដងមកសន្និដ្ឋានថាវានឹងកើតឡើងជានិច្ចឧទាហរណ៍ខ្ញុំបរាជ័យម្ដងខ្ញុំនឹងបរាជ័យរហូតការយកអ្វីៗមកបន្ទោសខ្លួនឯងឧទាហរណ៍មិត្តភក្តិរបស់ខ្ញុំមិនសប្បាយចិត្តគឺដោយសារតែខ្លួនខ្ញុំទី6ទំនោរការដាក់ផ្លាកខ្លួនឯងមិនល្អគិតតែខ្លួនឯងនឹងគ្មានប្រយោជន៍គិតតែខ្លួនឯងនឹងគ្មានបានការបរាជ័យឬលបជាដើម